នឹងទស្សនាឱកាសមួយក្បាលថែមជាបន្តចូលលេវ៉ាន់ស្គីអាយ៉ាបញ្ជូនដល់ស្អាតណារ៉ាវីញ៉ាឡាមីនយ៉ាម៉ាល់បាទរបស់ក្រុម FC Barcelona ដែលមានអ្នកចាំទីដៃទី1បាទ versus Szczesny ជាមួយនឹងខ្សែការពារបាទ4រូបគឺមាន Alejandro Balde, Inigo Martinez, Paco Bassi និង Jules Koundé បំរើគឺមាន Frenkie និង Frenkie de Jong បាទហើយក៏ដូចជា Fermin Lopez ខណៈដែលតំបន់ប្រយុទ្ធខាងលើបាទគឺមាន Rafinha, Lamine Yamal និង Robert Lewandowski បាទចំណែកមួយនៅដំបូងបាទរបស់បាទក្រុម Borussia Dortmund នៅវិញបាទគឺមានអ្នកចាំទីដៃទី1បាទកីឡាករបាទកីឡាករ Gregor Gabel ជាមួយខ្សែការពារមាន American បាទ Waldemar Alton, Ramri Zebani បាទ Julian បាទ Ryerson បាទ Julian Brand បាទកីឡាករ Khani Chukwuemeka, Felix Anmeja បាទ Serhou Guirassy, Jeremy Gitten និងកីឡាករ Karim Adeyemi Lamine Yamal ញាក់ឆ្វេងញាក់ស្ដាំយ៉ាម៉ាល់ទៅហើយយ៉ាម៉ាល់ទាត់ឆ្វេងអត់ចំគូដៅទេប្រិមត្តយើងរត់កាត់ពីមុខបន្តិចបាទស្ដាយមែនទែនឱកាសបាទជាលើកទី2របស់ឡាមីនយ៉ាម៉ាល់មិញយើងមើលទស្សនារូបភាពកន្លែងនេះមានការលូកកាត់រារាំងដែរប៉ុន្តែมันអាចបញ្ឈប់ឡាមីនយ៉ាម៉ាល់ហើយនេះការទាត់ឆ្មាក់អញ្ចឹងអស់មុំទៅហើយបាទនៅក្នុងការភាគរយដែលទាត់ចូលគឺវាមានតិចខ្លាំងយ៉ាងមែនទែនណាបាទនេះយើងមើលទស្សនារូបភាពបាទពីកន្លែងនេះអស់មែនទែនបាទ1 2 83បញ្ជូនស្រូឲ្យរ៉ាវីញ៉ាចូលទៅខាងក្នុងកាត់បោះមកខាងក្រោយថែមស្ដាមសង្គ្រោះបានពី Robert Lewandowski បាទប្រជិអ្នកតាន់បង Lamine Lopez ប្រហែលជាលើកហើយ Lopez លើកទៅហើយតែមកក្បាលចូលទៅខាងក្នុងថែមស្ដាមចូលបន្ទាប់ពីការបង្កកំហុសដោយទាញសក់ក្បាលកុមារី Jules Koundé ឥឡូវនេះបាទ Fermin Lopez ក៏បានលើកបាល់ទៅឲ្យខ្សែការពារវ័យ17ឆ្នាំ Paco Bassi បំពងសម្លាញ់ទីបានសម្រេចទៅហើយនៅក្នុងនាទីទី25ណែស្ងាត់ផ្ដល់ភាពសប្បាយរីករាយហូរកជ្រៀវយ៉ាងត្រហឹងអើងកងនៅក្នុងទឹកដីរបស់ខ្លួនយើងមកទស្សនារូបភាពតែតលាក់កន្លែងនេះបាទបាល់នេះមានការថែមបន្តពីសំណាក់រ៉ាវីញ៉ាបើមិនថែមក៏ចូលដែររ៉ាវីញ៉ាអើយប៉ុន្តែបាល់នេះបើសិនជាអោសាយណារ៉ាវីញ៉ាឯងនៅតែពាត់ហើយពីព្រោះថានៅយកជើងទៅធាក់ផ្ទះឆ្វេងកន្លែងនេះល្អខ្លាំងមែនទែនរ៉ាវីញ៉ាហ្វាំងមួយរ៉ាវីញ៉ាបញ្ជូនបន្តលេវ៉ាន់ដូស្គី bicycle kick បាទត្រូវបានសង្គ្រោះបានពីអ្នកចាំទេពីអាដេយ៉ាមី1 ទល់នឹង 1អាដេយ៉ាមីកាត់ចូលថែមស្ដាមលុកបានយ៉ាងល្អបាទពីខ្សែការពីកាបេស៊ីមកជើងទៀតកន្លែងនេះបាទមិនងាយទេប្រិមិត្តសម្រាប់ការសុទ្ធបាល់ពីចង្អាយបណ្ដៃអាណាអាកន្លែងក្នុងប្រអប់មិញបានគួរឲ្យខ្លាចប្រិមិត្តយើងបាទបណ្ដៃអាណាទៅបានបាទប៉ៅគូបាស៊ីបាទប្លុកបាននេះទស្សនារូបភាពឱកាសមិញដូចជាប៉ះដៃដែរប្រិមិត្តយើងប៉ុន្តែអញ្ញាកណ្ដាលមិនពីនៃអ្វីទេព្រោះថា ball two hand បើសិនជាចំហើយជាអាចតាមស្មារបាត់ហើយនឹងទស្សនាឱកាសមួយក្បាលថែមជាបន្តចូល0បាត់ទៅហើយ Rafinha ជាអ្នកតែតអាស៊ីទៅឲ្យ Robert Lewandowski តែថែមឲ្យក៏បំពងសម្លាញ់ទីគណៈដែលការប្រកួតចាប់ផ្ដើមទើបតែបាន3នាទីប៉ុណ្ណោះសម្រាប់វគ្គទី2នេះអូហូយប្រិយមិត្តយើងហើយលឿនណាស់វគ្គទី2នេះវគ្គទី1រៀនតឹងមិនតែវគ្គទី2នេះអត់តឹងទេប្រិយមិត្តហើយបាទគឺថាធូរខ្សីតែម្ដងសម្រាប់ការរកគ្រាប់បាល់យើងមកទស្សនាកន្លែងនេះការទប់បែកក្នុងហើយក៏បាទលើកមកពេលមីនយ៉ាម៉ាល់តែកមួយក្បាលពីរ៉ាវីញ៉ាបងប្អូនហើយស្មានតាបុករបាទីឬមួយក៏ប៉ោងផុតទៅហើយតើបើតែយ៉ាងណាវាចេះធ្លាក់មកវិញល្មមមកប្រិមិត្តយើងនេះអូយនៅសល់ធំណាស់បាទនៅសល់ធំណាស់អ៊ឺស្គីគឺគាត់ធ្នមប្រិមិត្តយើងកន្លែងនេះអ៊ឺស្គីគាត់លោតបន្តិចទេបាទអ៊ឺស្គីគាត់លោតបន្តិចទេហើយក៏តែតោបំប៉ោងស្នាញ់ទីតែម្ដងចឹងថ្ងៃមែនទេបាទបោះបាល់ចាប់ដាក់បាទខ្សែការពាររូបនេះដៃគូដៃកង់ឥឡូវទៅហើយឱកាសរបស់ Jules Koundé កាត់ចូលទៅខាងក្នុងឃ្លៀមកជើងអីយ៉ាមិនទាន់តាឆ្ងាយឱកាស Fermin Lopez ទាត់ស្ដាមអូយល្អមែនទែនបាទប៉ុន្តែខុសគូដៅបាទប្រិមិត្តយើងមកទស្សនារូបភាពកន្លែងនេះការប្រើក្បាច់បាទវាយកែងហើយក៏ទះចូលឃ្លៀពី American Dingster កន្លែងនេះPedri បញ្ជូនឲ្យ Fermin Lopez អូយ Lopez កន្លែងនេះបញ្ជូនឲ្យ Ski ក៏បានដែរប៉ុន្តែយ៉ាងណាគាត់ឃើញអាឡង់ខ្លួនឯងមកជើងកន្លែងនេះបុកបកគោទីឡងចាញ់បាល់នេះបញ្ជូនឲ្យ Ski 100ស៊ីតាម៉ារៀល
បាទគឺចូលតែម្ដងព្រោះអ៊ូស្គីស្ថិតនៅក្នុងចំហដ៏ត្រឹមត្រូវចំហដែលមានភាគរយខ្ពស់នៅក្នុងការស៊ុបចូលយ៉ាម៉ាល់អូសចូលទៅខាងក្នុងយ៉ាម៉ាល់ទាញស្ដាំយ៉ាម៉ាល់ញាក់ឆ្វេងយ៉ាម៉ាល់លើកមួយក្បាលទៀតហ្វាមីនឡូប៉េទប់ទាត់ស្ដាំសង្គ្រោះបានវិញ្ញាណទីថែមឆ្វេងបុកទៀតឡងចេញទៅខាងក្រៅហ្វាមីនឡូប៉េថ្ងៃនេះបាទហាក់បីដូចជាមិនមានសំណាងតែសោះបាទបានតែបញ្ជូនឲ្យគេយើងមើលទស្សនារូបភាពការលើកបាល់ដ៏ល្អរបស់ឡាមីនយ៉ាម៉ាល់នេះអូយផុតអស់លីងម្នាក់ឯងទប់ហើយក៏ទាត់បុកជាមួយនឹងអ្នកចាំទីហើយក៏ថែមមួយជើងកន្លែងនេះបាទប៉ះរបាទីអត់ទេអាការថែមទី2នេះនេះប្រិមិត្តយើងអូយអត់អីនេះប៉ះបន្តិចបាទប្រិមិត្តយើងប៉ះបន្តិចផើឡើងទស្សនាឱកាសរបស់បាទបាសេឡូណាទាត់ស្ដាំជើis in the match victory fly Robert Lewandowski ដូចជំរាបចឹងថាអាប្អូន Fermin Lopez ហ្នឹងអាស៊ីគឺថាទុកចិត្តប៉ុន្តែបើសិនខ្លួនឯងគឺមិនទេហើយថ្ងៃនេះពេលនេះម៉ោងនេះវេលានេះគាត់សម្រេចចិត្តបញ្ជូនមកឲ្យអ៊ូស្គីហើយអ៊ូស្គីហ្នឹងក៏មិនបាទឲ្យការផ្ដល់ទំនុកចិត្តក៏ដូចជាផ្ដល់ឱកាសនៅក្នុងការស៊ឹបនេះខកខាងកន្លងផុតទៅដែរគឺថាដោបបានយ៉ាងល្អតែម្ដងជាមួយនឹងឱកាសដ៏ល្អនេះមកជើងស្ដាំនេះគ្មានសល់ទេបាទយើងមកទស្សនារូបភាពការវាយបកត្រឡប់មកវិញណែបងប្អូនយើងទាំងអស់គ្នាគឺ Fermin Lopez គាត់អូសមកហើយក៏គាត់ទម្លាក់ឲ្យឡាមីនយ៉ាម៉ាល់រុញទុបបដោយទឹកស្រូមកកាត់ចូលទៅខាងក្នុងមានរ៉ាបញ្ញាទាញចូលទៅដើម្បីខ្សែការពីអាមេរិកទៅបិទគាត់ខណៈដែលអ៊ូស្គីហ្នឹងគឺតនេចែសតែម្ដងហើយមកជើងស្ដាំនេះ Gregor Kobel មិនអាចសង្គ្រោះបាល់នេះបានទេបើទោះបីជាតម្លាក់ដៃទៅប៉ះបាល់បន្តិចក៏ពិតមែនពីព្រោះថាកម្លាំងក៏ដូចជាលបឿនដែលអ៊ូស្គីសុទ្ធនឹងគឺថាមិនធ្ងន់ជាងបាទមិនអាន់ជាងបេប្រហែលទេប្រិយមិត្តយើងបាទមិនអាន់ជាងបេប្រហែលទេ3-0តទៀតឆក់យកបាល់បាន Robert Lewandowski អីយ៉ាបញ្ជូនដល់ស្អាតណាស់ Rafinha ឡាមីនយ៉ាម៉ាល់ឡាមីនយ៉ាម៉ាល់ទីបំផុតអាចរកគ្រាប់បាល់បានហើយនេះគឺជាគុណសម្បត្តិដ៏ធំធេងពីសំណាក់កីឡាករ Rafinha បាទបានបញ្ជូនបាល់យ៉ាងស្អាតទៅឲ្យឡាមីនយ៉ាម៉ាល់សុទ្ធបំប៉ោងសំណាញ់ទីគ្រាប់ទី4បន្ថែមការនាំមុខកាន់តែច្រើនឡើងកាន់តែកក់ក្ដៅទៅហើយកីឡាកររបស់ Borussia Dortmund គាត់សាររបៀបថាមេខ្ញុំអស់ហើយខ្ញុំទៅលេងមុខហើយយើងមើលទស្សនារូបភាពកន្លែងនេះគឺការបញ្ជូនបាល់ទម្លាក់មកខាងក្រោមមិនល្អគេថាកីឡាករខ្សែការពារកន្លែងនេះលីងតែម្ដងហើយនេះរ៉ាបញ្ញាសម្រាប់ចិត្តបោះបាល់ទៅកោងបាល់ល្មមហើយឡាមីនយ៉ាម៉ាល់ក៏មិនទុកយូរដែរកន្លែងនេះគឺប្រើចុងជើងរបស់ខ្លួនចុចទៅត្រង់ដើម្បីបំប៉ោងសំណាញ់ទីបាទទម្លុះបាទបាត់ដៃបាទកន្លែងនេះគេថាGregor Kobel គឺបានត្រឹមតែឈោមើលបាល់ចូលពីចម្ងាយទេបាត់ហេងពីទូគេថាបងបានត្រឹមតែមើលអូនពីចម្ងាយណានេះបាទប្រិមិត្តយើងស្លាយទៅដែរប៉ុន្តែស្លាយមិនទាន់ទេឡាមីនយ៉ាម៉ាល់ឈូសទៅបាត់ហើយលោកអញ្ញាកណ្ដាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតហើយលទ្ធផលជាផ្លូវការបាសេឡូណាបានទទួលជ័យជំនះដោយលទ្ធផល4-0ទៅលើក្រុម Borussia Dortmund